ព្រះចៅអធិការលោកមានសទ្ធាជ្រះថ្លាជូនដល់ពុទ្ធបរិស័ទដែលអ្នកទីតលយាយតាចាស់នៅភូមិចិត្តវត្តយើងហ្នឹងអញ្ចឹងគឺថតលើកមុនគឺអត់បាននិយាយប្រាប់ទេក៏ប៉ុន្តែសូមអភ័យទោសផងព្រោះអីការខ្វះខាតចេះតែមានការអញ្ចឹងបតីជ្រះថ្លារបស់ព្រះអង្គចៅអធិការនៅវត្តតាសូគឺហៅគឺវត្តព្រះពុទ្ធលក្ខណៈមហាវិហារហ្នឹងគឺលោកមានទធាជ្រះថ្លាជូនទៅដល់លោកយាយលោកតាដែលគាត់អត់ខ្លាំងអញ្ចឹងគឺលោកឲ្យកូននេនហើយនឹងខ្ញុំបាទហ្នឹងក៏ចុះមកមើលផ្ទាល់ហើយនឹងចែកជូនដល់បាទដល់លោកយាយលោកតាផ្ទាល់តែម្ដងតែជីវ័ននៅភូមិគុយឃុំដាស្រុកកំពង់លែងនៅជិតវត្តយើងនឹងដែរគាត់ខ្វះខាតណាស់អញ្ចឹងហើយព្រះចៅអធិការនៅវត្តព្រះពុទ្ធលក្ខណៈមហាវិហារព្រះគ្រូបានចាត់ចែងកូននេនហើយនឹងខ្ញុំផ្ទាល់ចុះមកដើម្បីយកអំណោយតិចតួចដែលលោកឲ្យមកជាសទ្ធាជ្រះថ្លារបស់ព្រះអង្គហ្នឹងគឺជូនមកដល់ជនខ្វះខាតបុគ្គលដែលខ្វះខាតនៅចាស់ជរាអីហ្នឹងគឺលោកឲ្យចុះមកផ្ទាល់តែម្ដងឲ្យបានឃើញស្ដែងបាទអរគុណនេះជាអំណោយតិចតួចរបស់ព្រះចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារបានចែកជូនទៅដល់ព្រះម៉ៅគាត់ជាអ្នកអត់ដែរមិនអត់ដែរទេអត់មែនទេនឹងឯងព្រោះអីគាត់ពីដើមមកគឺជាគណៈកម្មការដែរក៏ប៉ុន្តែការខ្វះខាតរបស់គាត់នោះគឺច្រើនដោយសារព្រះអង្គមើលឃើញព្រះអង្គចៅអធិការបានមើលឃើញទៅក៏ជាព្រះជាតំណាងឲ្យព្រះសម្ដេចប៊ូគ្រីដែលជាសម្ដេចសង្ឃក៏ចាត់ចែងវត្ថុបន្តិចតួចដើម្បីជូនបាទធ្វើម៉េចការខ្វះខាតក្នុងវត្តក៏ខ្វះខាតខាងក្រៅក៏ខ្វះខាតអញ្ចឹងលោកមានសទ្ធាចែករំលែកគ្រប់អ្នកដែលខ្វះខាតបាទប៉ុណ្ណឹងខ្ញុំសូមអរយោបល់តែប៉ុណ្្នឹងចា៎លោកយាយឈ្មោះលោកយាយសឹមនៅភូមិគិឡូងឃុំដាស្រុកកំពង់លែងអញ្ចឹងគាត់អត់ណាស់មើលតែផ្ទះទៅដឹងហើយបាទតូចហើយក៏ជើងអៀតទៀតមានតែក្រែមួយតែប៉ុណ្ណោះអញ្ចឹងទេលោកគ្រូព្រះចៅអធិការបានចាត់ចែងជាសម្ភារៈអង្គបន្តិចបន្តួចហើយនឹងទឹកត្អ៊ីវទឹកត្រីខមីខ្លះដើម្បីជូនមកដល់លោកយាយអញ្ចឹងទេគឺមានតែលោកការចាត់ចែងមកមានខ្ញុំនឹងឯងហើយនឹងកូននេននឹងយកមកចុះមកដល់ផ្ទះគាត់នឹងចាក់ស្ដែងបាទឃើញចាក់ស្ដែងហើយការខ្វះខាតរបស់គាត់ពិបាកជាងលោកទៀតលោកបាទបិណ្ឌបាតក៏អត់បិណ្ឌបាតបានទេ